ជំរាបសួរនេះខ្ញុំលុនសុបិនជាពិធីការនីនៅក្នុងកម្មវិធី podcast យុវតីសតវត្សទី21សូមស្វាគមន៍លោកអ្នកមកក្នុងកម្មវិធីរបស់យើងដែលកម្មវិធីរបស់យើងផ្ដោតសំខាន់ទៅលើសុខភាពហើយនៅក្នុងថ្ងៃនេះយើងផ្ដោតសំខាន់ទៅលើប្រធានបទសុខភាពស្បែកក្បាលចាជាគោលបំណងដើម្បីឲ្យសាធារណជនជាពិសេសប្រិយមិត្តរបស់យើងបានយល់ដឹងកាន់តែច្បាស់តើធ្វើយ៉ាងណាដើម្បីឲ្យស្បែកក្បាលមានសុខភាពល្អហើយជៀសវាងនឹងការប្រើប្រាស់ផលិតផលយ៉ាងណាដែលប៉ះពាល់ទៅដល់សុខភាពស្បែកក្បាលយ៉ាងណាមិញយើងក៏មានការអញ្ជើញចូលរួមពីលោកវិជ្ជបណ្ឌិតផងដែរជាកុំឲ្យខាតពេលវេលាយូរជួបជាមួយវាគ្មិនកិត្តិយសយើងទាំងអស់គ្នាជំរាបសួរបាទជំរាបសួរចាអរគុណច្រើនដល់លោកវិជ្ជបណ្ឌិតដែលបាននៅតែបន្តចូលរួមនៅក្នុងកម្មវិធីរបស់យើងដោយសារនៅតែមានប្រិយមិត្តថ្មីដែលក៏អត់ទាន់បានស្គាល់លោកវិជ្ជបណ្ឌិតយ៉ាងណាមិញលោកគ្រូជួយណែនាំខ្លួនផងចាបាទជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទវិជ្ជបណ្ឌិតប្រាក់នរមខ្ញុំបាទជាគ្រូពេទ្យជំនាញព្យាបាលជំងឺសើស្បែកកាមរោគនិងជំងឺអេដស៍ហើយខ្ញុំជាអនុប្រធាន Clinic ជាតិនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែកនិងកាមរោគបាទចាអរគុណដល់លោកវិជ្ជបណ្ឌិតដែលបានចូលរួមកម្មវិធីរបស់យើងយ៉ាងណាមិញមកក្នុងប្រធានបទទាក់ទងទៅនឹងសុខភាពស្បែកក្បាលបើនិយាយពីស្បែកគឺគ្រប់ដណ្ដប់ទៅពេញនៅរាងកាយរបស់យើងប៉ុន្តែយើងប្រសំខាន់តើស្បែកក្បាលរបស់យើងអាចនឹងជួបប្រទះនៅបញ្ហាអ្វីខ្លះជាដំបូងតើស្បែកក្បាលមនុស្សរបស់យើងអាចចែកចេញជាប្រមាណប្រភេទដែរចាអ្វីខ្លះដែរចាសូមជឿសុខភាពទូទៅរបស់យើងតើតនឹងសុខភាពផ្លូវកាយផ្លូវចិត្តហើយនឹងជាពិសេសសុខភាពនៅលើប្រព័ន្ធគ្របដណ្ដប់ជាពិសេសស្បែកសក់កញ្ចក់អីហ្នឹងក៏មានសារៈសំខាន់ដែរពីព្រោះកាលណាយើងមានសុខភាពស្បែកក្បាលមិនសូវល្អហើយដូចជាជ្រុះសក់ដូចមានដំបៅក្បាលជ្រុះម្ដុំអីហ្នឹងវាធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តធ្វើឲ្យកើត stress ហើយនឹងអាចប៉ះពាល់ដល់សុខភាពផ្លូវកាយផ្សេងសរីរាង្គផ្សេងទៀតផងដែរស្បែកក្បាលរបស់មនុស្សយើងគឺជាប្រភេទស្បែកមួយដែលស្វិតហើយមានដុះសក់ជាទូទៅបាទហើយស្បែកក្បាលយើងចែកជា4ប្រភេទទី1គឺស្បែកក្បាលធម្មតាប្រភេទទី2គឺស្បែកក្បាលដែលសម្បូរដោយខ្លាញ់ទី3ប្រភេទស្បែកក្បាលស្ងួតហើយនិងទី4ប្រភេទស្បែកក្បាលចម្រុះដែលមានខ្លាញ់ផងស្ងួតផងបាទចាអរគុណច្រើនឃើញថាប្រភេទនៃស្បែកក្បាលគឺមានច្រើនរហូតដល់ទៅ4ប្រភេទក្នុងនោះតើប្រជាពលរដ្ឋរបស់យើងជាទូទៅគាត់អាចសម្គាល់ធ្វើម៉េចថាសុខភាពស្បែករបស់គាត់ល្អឬក៏មិនល្អដែរចាជំងឺសើស្បែកភាគច្រើនគ្រូពេទ្យប្រើប្រាស់ភ្នែកដើម្បីពិនិត្យផ្ទាល់តែម្ដងពីព្រោះស្បែកក្បាលមានខ្លាញ់ច្រើនឬក៏ស្បែកស្ងួតអីគឺយើងអាចពិនិត្យដោយភ្នែកហើយប្រជាជនទូទៅក៏អាចពិនិត្យខ្លួនឯងបានដែរជាពិសេសយើងអាចមើលទៅលើសក់ពិនិត្យសក់ដោយយកចិត្តទុកដាក់ទៅបើសិនជាស្បែកក្បាលយើងដែលមានខ្លាញ់ច្រើនគឺសក់យើងក៏មានខ្លាញ់ច្រើនដែរបើសិនជាស្បែកក្បាលយើងស្ងួតសក់យើងមើលទៅស្ងួតអត់មានភ្លឺរលោងទេហើយចំពោះអ្នកស្បែកក្បាលធម្មតាគឺស្បែកក្បាលគាត់គឺមានខ្លាញ់បន្តិចបន្តួចហើយអត់ស្ងួតហើយសក់គាត់ក៏ស្រឡូនស្អាតហើយមានពន្លឺល្មមដែលយើងមើលទៅស្អាតបាតហើយចំពោះអ្នកខ្លះមានស្បែកក្បាលដែលចម្រុះហ្នឹងបានន័យថាផ្នែកខ្លះហ្នឹងស្ងួតម្ដុំខ្លះហ្នឹងសើមជ្រុលខ្លាញ់ជ្រុលអាហ្នឹងក៏យើងមើលដែរគឺម្ដុំដែលមានខ្លាញ់ជ្រុលហ្នឹងស្បែករោមហ្នឹងគឺមើលទៅរលើបរលោងជ្រុលហ្នឹងទៅហើយកន្លែងស្ងួតហ្នឹងគឺមើលទៅស្បែកសក់ក្បាលម្ដុំហ្នឹងគឺស្ងួតដែរបាទចាអរគុណច្រើនចំពោះបញ្ហាដែលកើតឡើងចំពោះសុខភាពស្បែកក្បាលតើអាចបណ្ដាលមកពីមូលហេតុអីដែរអាចថាមានទាំងខ្លាញ់ផងមានទាំងស្ងួតផងតើវាមកពីមូលហេតុអីដែរចាមូលហេតុជាទូទៅស្បែករបស់មនុស្សយើងតកតនឹងមូលហេតុចម្បងគឺសេនេទិកដែលតាមពូជអ្នកខ្លះគាត់មានបញ្ហាស្បែកក្បាលខ្លាញ់ច្រើនអញ្ចឹងគឺមកក្រុមគ្រួសារគាត់ដែលខ្សែស្រឡាយគាត់នឹងមានបញ្ហាស្បែកក្បាលខ្លាញ់ច្រើនទាំងអស់ហើយអានឹងបណ្ដាលមកពីសេនេទិកហើយក៏មានបញ្ហាខាងក្រៅដែរជាពិសេសការប្រើប្រាស់ផលិតផលផ្សេងដូចជាចូលចិត្តបដូរពណ៌សក់ញឹកញាប់ពេកធ្វើឲ្យប៉ះពាល់ស្បែកក្បាលដែរ
លាបសក់ញឹកញាប់ពេកការអ៊ុតសក់ញឹកញាប់ពេកព្រោះស្បែកក្បាលពេលដែលប៉ះកម្ដៅប៉ះអីក៏អាចរលាកដែរចា៎ការប្រើប្រាស់សាប៊ូកក់សក់ដែលមានសារធាតុគីមីខ្លាំងជ្រុលពីព្រោះនៅលើស្បែកយើងមានpH ដែរ pH នៅលើស្បែកយើងគឺមាន 5.5 បើសិនជាយើងប្រើប្រាស់សាប៊ូដោយអ្នកខ្លះគាត់យកវីโซទៅកក់ក្បាលអីចឹងទៅដោយសារ pH នៅសាប៊ូវីโซនោះដល់ 8 9 អញ្ចឹងធ្វើឲ្យប្រែប្រួលមជ្ឈដ្ឋានអាស៊ីតនៅលើក្បាលអញ្ចឹងធ្វើឲ្យរលាកដែររលាកដោយសារបាសហើយអ្នកខ្លះប្រើប្រាស់សាប៊ូដែលមិនសមរម្យក៏ធ្វើឲ្យបញ្ហានឹងដែរជាពិសេសកាលណាមានខ្លាញ់ច្រើនគាត់លមាស់ក្បាលគាត់អេសខ្លាំងអីក៏អាចធ្វើឲ្យរបួសធ្វើឲ្យមានការបង្ករោគស្បែកក្បាលដែរចា៎ហើយការបង្ករោគខ្លះគឺអាចមានពពួកបាក់តេរីហើយជាពិសេសពពួកផ្សិតហ្នឹងដែលខ្មែរយើងថាកែក្បាលអីហ្នឹងគឺបណ្ដាលមកពីស្បែកក្បាលគាត់មានខ្លាញ់ច្រើនជ្រុលឬក៏ស្បែកក្បាលគាត់ស្ងួតខ្លាំងគឺធ្វើឲ្យកោសិកានឹងរបកច្រើនคล้ายទៅជាងកែហើយមានមេរោគផ្សិតចូលរួមផងដែរបាទចាអរគុណច្រើនតាមអ្វីដែលលោកវិជ្ជបណ្ឌិតបានលើកឡើងថាផលិតផលមួយចំនួនទាំងការលាបពណ៌សក់ទាំងសាប៊ូហ្នឹងតើវាផ្ដល់ផលប៉ះពាល់បែបណាទៅលើសុខភាពស្បែកក្បាលដែរចាដូចយើងបានជម្រាបមិញដែរពីព្រោះសាប៊ូខ្លះមាន pH វាខ្លាំងពេកធ្វើឲ្យរលាកព្រោះ pH ធម្មតានៅលើស្បែករបស់យើងគឺ pH 5.5 សាប៊ូខ្លះគាត់អាចក្រោមហ្នឹងវាជាអាស៊ីតខ្លាំងធ្វើឲ្យរលាកចា៎ហើយបើលើសពី7អីវាទៅជាប្រភេទបាសហ្នឹងក៏ឲ្យរលាកដែរហើយស្បែកមនុស្សយើងខ្លះក៏មានប្រតិកម្មជាមួយសារធាតុសាប៊ូកក់សក់អីដែរបើសិនជាគាត់ដឹងគាត់អាចផ្លាស់ប្ដូរផលិតផលដែលគាត់កក់សក់ហ្នឹងក៏អាចមកស្រួលវិញបានដែរពីព្រោះកាលណាមានប្រតិកម្មទំនាស់ជាមួយសារធាតុដែលយើងប្រើនៅលើក្បាលមិនមែនតែសាប៊ូយើងការប្រេងលាបសក់ជួនកាល spray បាញ់ដើម្បីធ្វើ style សក់ហ្នឹងក៏អាចមានប្រតិកម្មដល់ស្បែកក្បាលដែរអញ្ចឹងគួរតែប្រយ័ត្នដែរព្រោះមុននឹងប្រើផលិតផលអីនៅលើស្បែករបស់យើងមិនមែនតែក្បាលស្បែកកន្លែងណាក៏ដោយគឺផ្នែកសើស្បែកគឺគេឲ្យតេស្តបន្តិចសិននៅលើស្បែកយើងបើសិនជាមានក្រហមដែលកន្លែងតេស្តហ្នឹងឬក៏រមាស់ខ្លាំងអីគឺស្បែកយើងមិនទទួលយកសារធាតុហ្នឹងទេប៉ុន្តែប្រជាជនយើងមិនដែលបានធ្វើតេស្តមុនទេគឺគាត់ទៅទិញមកគឺកក់ប្រើហ្មងដល់រលាកប្រតិកម្មខ្លាំងបានទៅរកពេទ្យអញ្ចឹងមុននឹងប្រើប្រាស់ផលិតផលលេក៏ដោយស្អីក៏ដោយដែលនៅលើស្បែកយើងគួរតែតេស្តនៅលើស្បែកដៃយើងបន្តិចសិនទៅមួយដុំប្រហែលជាកន្លះសង់ទីម៉ែត្រ1សង់ទីម៉ែត្រសិនទៅហើយចាំមើលមួយថ្ងៃពីរថ្ងៃក្រោយតើវាមានប្រតិកម្មទាស់អត់បើប្រតិកម្មទាស់យើងមិនអាចប្រើនឹងបានទេគួរតែផ្លាស់ប្ដូរបាទចាអរគុណមួយវិញទៀតតកតងទៅនឹងសកម្មភាពប្រជាប្រដ្ឋយើងមួយចំនួនពេលខ្លះមិនតកតងទៅនឹងការផលិតផលទេប៉ុន្តែក៏ទៅជួយចិត្តដកសក់ឬក៏ដកស្កើច្រើនតែនឹងអាចប៉ះពាល់ដល់សុខភាពស្បែកទេចាបាទអាហ្នឹងក៏អាចដែរអ្នកខ្លះអាចការដកគាត់លមាស់ក្បាលជួនកាលលមាស់ក្បាលដោយសារការរលាកក្បាលរលាកស្បែកក្បាលខ្លាញ់ច្រើនឬក៏មានមេរោគផ្សិតលក្ខណៈចឹងគាត់ចាប់ដើមដកយូរគាត់ទំពេកកន្លែងដកហ្នឹងហើយចា៎ហើយមួយទៀតអ្នកដែលចូលចិត្តចងសក់រឹបពេកយល់ទេចងសក់រឹបពេកដូចយើងទៅទាញសក់គ្រប់វិនាទីអញ្ចឹងសក់យើងហ្នឹងអាចរង្គោះអាចសណ្ដកចេញពីគល់សក់ហ្នឹងហើយអាចពេលសណ្ដកអាចមានមេរោគចូលហើយយើងជាទូទៅយើងចូលចិត្តមុជទឹកក្តៅការមុជទឹកក្តៅហ្នឹងក៏ធ្វើឲ្យសក់យើងមានបញ្ហាដែរសក់យើងអាចជ្រុះដោយសារទឹកក្តៅដែរយើងមើលមន់ណាយើងចង់បោចឲ្យស្រួលបើយើងអត់ស្រុះទឹកក្តៅទេពិបាកបោចតែបើស្រុះទឹកក្តៅបោចមកផុយហើយសក់មនុស្សយើងក៏មិនខុសពីរោមមន់ដែរពេលដែលយើងត្រូវក្តៅញឹកញាប់អញ្ចឹងក៏អាចរង្គោះហើយងាយជ្រុះដែរហើយកាលណាជ្រុះសក់ក៏ stress តែគាត់ stress គាត់អេសក្បាលខ្លាំងអញ្ចឹងគាត់អាចសក់ហ្នឹងកាន់តែជ្រុះដែរអញ្ចឹងជំងឺនៅក្បាលមែនប៉ុន្តែធ្វើឲ្យប៉ះពាល់សុខភាពផ្លូវចិត្តច្រើនដែរហើយធ្វើឲ្យជំងឺនៅក្បាលហ្នឹងកាន់តែធ្ងន់ធ្ងរដែរព្រោះវាទាក់ទងគ្នា
ចាជាទូទៅខ្ញុំនឹងខ្ញុំឃើញថាយុវវ័យរបស់យើងតែសម័យនេះមិនត្រឹមតែយុវវ័យទេសូម្បីតែគាត់មានវ័យចំណាស់ហើយក៏ចូលចិត្តក្នុងការបដូរពណ៌សក់ជាញឹកញយដែរតែការបដូរពណ៌សក់វាអាចប៉ះពាល់ដល់សុខភាពស្បែកក្បាលឬក៏ប៉ះពាល់ដល់ខួរក្បាលយ៉ាងណាទេព្រោះវាលាបសឹងតែដល់ស្បែកក្បាលទៅហើយចា៎បាទសិតតែពណ៌សិតតែគីមីទាំងអស់សិតជាប្រភេទគីមីទាំងអស់គីមីហើយត្រូវមើលប្រភពឲ្យច្បាស់លាស់ដែរតើកន្លែងដែលផលិតហ្នឹងនៅទីណាហើយអាចจะមានការទទួលស្គាល់ឲ្យប្រើប្រាស់ត្រឹមត្រូវដែរឬទេពីព្រោះការប្រើប្រាស់ផលិតផលបដូរពណ៌សក់ឬក៏សម្អាងនៅលើសក់ឬក៏ផលិតផលផ្សេងៗដែលប្រើប្រាស់នៅលើក្បាលយើងហ្នឹងគួរតែពិនិត្យមើលឲ្យបានដិតដល់ពីព្រោះវាអាចប៉ះពាល់ដល់សុខភាពទាំងលើស្បែកក្បាលទាំងសក់ហើយក៏អាចជ្រាបដល់ពុលទៅដល់សរីរាង្គខាងក្នុងដែរហើយអាចមានប្រតិកម្មលាក់ស៊ីមួយចំនួននៅលើក្បាលនឹងដែរបាទចាអរគុណចានេះខ្ញុំនៅនឹកឃើញពីចំណុចមួយចំនួនទៀតដោយសារប្រជាពលរដ្ឋមួយចំនួនគាត់មានសក់រួញឬក៏សក់គាត់បាសស្ងួតពេកក៏ចូលចិត្តប្រើនៅប្រេងលាបសក់តើការលាបប្រេងទៅលើសក់ហ្នឹងវាជាកត្តាមួយប៉ះពាល់ដល់សុខភាពស្បែកទៅទេហ្នឹងបើសិនជាស្បែកគាត់ស្ងួតសក់គាត់មិនសូវមានសំណើមគឺគាត់អាចប្រើប្រាស់បានប៉ុន្តែគួរតែជ្រើសរើសផលិតផលដែលត្រឹមត្រូវដែរឬអាចជួយឲ្យស្បែកគាត់មានសំណើមវិញដែរហ្នឹងជាការល្អដែរប៉ុន្តែបើសក់គាត់មានសំណើមហើយមិនគួរប្រើទៀតទេពីព្រោះការសំណើមច្រើនជ្រុលព្រោះស្បែកក្បាលយើងគឺផលិតជាតិសេបូមហ្នឹងបើខ្មែរយើងគឺជាតិខ្លាញ់ហ្នឹងវាមានជាប្រភេទអាស៊ីតខ្លាញ់ដែរចឹងកាលណាយើងប្រើប្រេងប្រើអីថែមទៀតធ្វើឲ្យស្បែកក្បាលយើងជោគជាំដោយខ្លាញ់ចឹងវាអាចរលាកហើយមានការបង្ករោគបន្ថែមទៅលើកន្លែងរលាកហ្នឹងគឺអាចគ្រោះថ្នាក់ដែរបាទចានៅមានក្នុងករណីមួយទៀតដោយសារតែការដកសក់ធ្វើឲ្យទំពេកអ្នកខ្លះគាត់ថាសក់គាត់ស្ដើងទំពេកគាត់ចូលចិត្តប្រើថ្នាំបណ្ដុះសក់តែការប្រើផលិតផលនេះអាចជាកត្តាមួយទៀតដែរទេចាបាទពីព្រោះប្រើប្រាស់ថ្នាំប្រើប្រាស់ផលិតផលផ្សេងគួរតែទៅជួបគ្រូពេទ្យជំនាញរកមូលហេតុអីបានមានបញ្ហាស្បែកក្បាលហេតុអីបានធ្វើឲ្យជ្រុះសក់ពីព្រោះជួនកាលយើងជ្រុះសក់ដោយសារជំងឺផ្សេងជួនកាលជំងឺដែលជា autoimmune disease ជំងឺដែលបណ្ដាលឡើងដោយសារប្រព័ន្ធការពាររាងកាយដែលវាទៅគំទេចកោសិកាស្បែកម្ដុំសក់ម្ដុំណាមួយនឹងហើយជាពិសេសអាចបណ្ដាលមកពីពពួកមេរោគផ្សិតធ្វើឲ្យជ្រុះសក់ឬក៏កត្តាមានខ្លាញ់ច្រើនពេកដែលធ្វើឲ្យរលាកស្បែកក្បាលហើយនឹងធ្វើឲ្យមានបញ្ហាស្បែកក្បាលអញ្ចឹងហើយគួរតែទៅរកគ្រូពេទ្យជំនាញព្យាបាលជំងឺសើស្បែកដើម្បីរកមូលហេតុហើយយើងផ្ដាច់មូលហេតុវាទៅដើម្បីឲ្យសុខភាពស្បែកក្បាលយើងបានល្អមកវិញកាលណាយើងចេះតែសាកផលិតផលផ្សេងនៅលើស្បែកក្បាលរបស់យើងគឺធ្វើឲ្យបញ្ហាហ្នឹងអាចកាន់តែធ្ងន់ធ្ងរទៀតបាទចាអរគុណច្រើននាងខ្ញុំនឹកឃើញទៅដល់ជីវភាពនៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដោយសារប្រទេសយើងគឺមានអាកាសធាតុក្តៅហើយសើមពេលខ្លះក៏ក្តៅពេលខ្លះក៏មានភ្លៀងធ្លាក់អញ្ចឹងប្រជាពលរដ្ឋអាចនឹងសក់គាត់ពេលខ្លះត្រូវក្តៅខ្លាំងពេកឬក៏ពេលខ្លះគាត់ផ្អាប់សើមសក់របស់គាត់យូរពេកដោយសារគាត់រវល់នឹងការងារតែហ្នឹងវាអាចជាផលប៉ះពាល់ម្យ៉ាងទៀតដែរទេចាហ្នឹងហើយក្តៅហើយសើមស្បែករបស់មនុស្សយើងកាលណាសើមរយៈពេលយូរពេកក៏មានមេរោគនៅលើស្បែករបស់យើងហ្នឹងចាប់ផ្ដើមដុះលូតលាស់កើតកូនចៅកាន់តែច្រើនហើយទៅជាការបង្ករោគនៅលើស្បែកក្បាលដែរហើយបើស្ងួតខ្លាំងពេកក៏មិនជាល្អដែរអញ្ចឹងវាមាន balance បានន័យថាសំណើមហើយនឹងសម្ងួតហ្នឹងគឺវាស្មើគ្នាទើបស្បែកយើងនឹងមានសុខភាពល្អអញ្ចឹងគ្រូពេទ្យអាចពិនិត្យដឹងថាស្បែកយើងនេះជាស្បែកធម្មតាហើយឬក៏ស្បែកយើងនេះមានខ្លាញ់ច្រើនជ្រុលឬក៏ស្ងួតជ្រុលគឺគ្រូពេទ្យអាចមានផលិតផលឬក៏ថ្នាំផ្សេងដែលអាចធ្វើឲ្យស្បែកក្បាលយើងមានសុខភាពល្អមកវិញបាទចាតកតងទៅនឹងអ្វីដែលលោកវិជ្ជបណ្ឌិតបានលើកឡើងតាំងពីខាងដើមរហូតមកដល់ឥឡូវនេះគឺតកតងទៅនឹងបញ្ហាមួយចំនួនដែលជាទពលតាមរយៈសុខភាពស្បែកក្បាលមិនល្អឧទាហរណ៍ថាផ្លូវកាយផ្លូវចិត្តនិងសុខភាពគាត់តើមានបញ្ហាបង្កណាទៀតទេដែលអាចប៉ះពាល់នៅពេលដែលគាត់មានសុខភាពស្បែកក្បាលមិនល្អទៀតចាសុខភាពស្បែកក្បាលមិនល្អហ្នឹងគឺវាអាចធ្វើឲ្យប៉ះពាល់ផ្លូវចិត្តដែរគាត់មិនពិបាកទទួលយកមិនហ៊ានប្រឈមមុខអត់មានទំនុកចិត្តបាត់បង់សម្រស់
ចឹងបញ្ហាសម្ផស្សបញ្ហាសក់ហ្នឹងគឺប៉ះពាល់សុខភាពផ្លូវចិត្តខ្លាំងមែនទែនជាពិសេសយុវវ័យតែគាត់ទំពេកម្ដុំអីហ្នឹងគាត់អាចបោះបង់ការសិក្សាដែរខ្មាស់មិត្តរួមថ្នាក់អីចឹងដែរចឹងគួរតែថែទាំសុខភាពស្បែកក្បាលហ្នឹងឲ្យបានល្អបាទចាអរគុណច្រើនជាចំណុចសំខាន់មួយទៀតតើប្រជាពលរដ្ឋរបស់យើងដូចជាមិត្តយុវវ័យគួរធ្វើយ៉ាងណាដើម្បីថែរក្សាសុខភាពស្បែកក្បាលឲ្យបានល្អចាបាទអញ្ចឹងយើងថែទាំក្បាលស្បែកក្បាលរបស់យើងគឺទៅតាមប្រភេទបើសិនជាស្បែកក្បាលយើងប្រភេទស្ងួតអានឹងមិនគួរកក់សក់ញឹកញាប់ទេមួយអាទិត្យអីយើងអាចកក់ម្ដងទេយើងទុកពេលឲ្យក្រពេញខ្លាញ់នៅលើស្បែកក្បាលហ្នឹងផលិតខ្លាញ់ដើម្បីឲ្យស្បែកយើងមានខ្លាញ់មានសំណើមធ្វើឲ្យសក់យើងហ្នឹងមានភ្លឺរលោងល្អចា៎ផ្ទុយទៅវិញអ្នកដែលមានស្បែកក្បាលខ្លាញ់ច្រើនអានឹងគួរតែកក់សក់រាល់ថ្ងៃហើយដើម្បីកាត់បន្ថយខ្លាញ់នឹងឲ្យវាមានតុល្យភាពកុំឲ្យខ្លាញ់ច្រើនជ្រុលខ្លាញ់ច្រើនពេកគឺរលាកធ្វើឲ្យរលាកស្បែកក្បាលដែរហើយគួរតែថែទាំសុខភាពស្បែកនិងស្បែកក្បាលឲ្យបានត្រឹមត្រូវជាពិសេសបរិភោគចំណីអាហារដែលសម្បូរដោយវីតាមីនបន្លែផ្លែឈើច្រើនដែលជំនួយដល់ស្បែកក្បាលហើយនិងសក់ហើយដោយសម័យឥឡូវគេចូលចិត្តអី fasting អត់ចូលចិត្តហូបចំណីអាហារអានឹងប៉ះពាល់សុខភាពខ្លាំងមែនទែនពីព្រោះកាលណាយើងអត់ហូបឲ្យបានគ្រប់គ្រាន់តាមរបបអាហារដែលក្រសួងសុខាភិបាលណែនាំទេយើងនឹងកង្វះសារធាតុផ្សេងៗកង្វះជីវជាតិធ្វើឲ្យសុខភាពស្បែកក្បាលសុខភាពសក់ហ្នឹងក៏បានល្អដែរចាចុះមួយទៀតតកតងទៅនឹងគេជួយចិត្តប្រើវិធីម៉ាស្សាក្បាលដើម្បីធ្វើសរសៃហ្នឹងតើវាអាចជាការមួយជួយទៅដល់សុខភាពស្បែកក្បាលដែរទេការកកិតខ្លាំងការធ្វើកម្លាំងខ្លាំងទៅលើស្បែកក្បាលគឺអាចធ្វើឲ្យរលាកដែរព្រោះរលាកតាមបែបរូបវិទ្យាគឺការកកិតហ្នឹងក៏រលាកសដកដែរយើងអាសាឈឺក្បាលបោចសក់បោចតា 4-5 ដងគឺសក់មួយដុំហ្នឹងគឺលំបាកមកអស់ហើយដូច្នេះដើម្បីកុំឲ្យជ្រុះសក់ដើម្បីថែរក្សាសក់ហ្នឹងឲ្យវានៅបានយូរវែងគឺត្រូវតែថ្នាក់ថ្នមវាទីគុំប្រើកម្លាំងខ្លាំងទៅលើសក់ជាពិសេសក្រាស់សិតសក់ដែលមានធ្មេញញឹកពេលយើងសិតរាល់ថ្ងៃទៅព្រឹកងាយមួយថ្ងៃសិត 3-4 ដងទៅគឺដូចទីងសក់យើងអញ្ចឹងបើសក់យើងអាសាជ្រុះគួរតែប្រើក្រាស់សិតសក់ដែលមានធ្មេញរៀងរង្វើលទីដើម្បីកុំឲ្យសក់ហ្នឹងវាប្រឹងទប់ជាមួយកម្លាំងមនុស្សយើងទាញចាអរគុណច្រើនដល់លោកវិជ្ជាបណ្ឌិតជាចុងក្រោយមានអ្វីជាអនុសាសន៍ជូនដល់ប្រជាពលរដ្ឋចាសូមអញ្ជើញបាទដើម្បីថែរក្សាសុខភាពស្បែកក្បាលឬក៏សុខភាពស្បែកដោយសារយុវវ័យយើងគឺមានបញ្ហាច្រើនសុខភាពស្បែកហើយនិងស្បែកក្បាលហ្នឹងដោយសារយើងដឹងហើយការប្រើប្រាស់ផលិតផលសម្អាងនៅលើស្បែកនៅលើក្បាលស្រុកយើងរៀងជ្រុលរៀងអនាធិបតេយ្យបន្តិចមានលេលាយលេបកលេអីច្រើនគឺប៉ះពាល់សុខភាពស្បែកខ្លាំងមែនទែនអ្នកខ្លះបកទៅស្បែកគាត់ស្អាតសោះគ្រាន់តែរៀងខ្មៅទីគាត់ចង់សដូចគេបន្ទាប់ពីសទៅគឺគាត់មានជំងឺប្រេះស្បែកគាត់គឺប្រេះពេញខ្លួនហើយមិនងាយព្យាបាលឲ្យទេគឺដោយកលាពោះថ្លាន់ណាពេលគាត់ស្បែកយូរស្បែកទៅស្ដើងហើយពេលគាត់ឡើងគីឡូតិចទៅគឺស្បែកគាត់ចាប់ដើមប្រេះដែលខ្មែរយើងថាជំងឺសង្វាហ្នឹងតាមពិតជាជំងឺមួយដែលប្រេះស្បែកដោយសារស្បែកយើងស្ដើងស្បែកយើងគឺវាមានដំណាក់កាលវាកោសិកាស្បែកដែលងាប់ទៅគឺវាលបកទៅដែលឯងក្នុងកំឡុងពេលមួយអាទិត្យពីរអាទិត្យហ្នឹងប៉ុន្តែបើយើងប្រើផលិតផលបន្សគឺត្រូវបកឲ្យខុសពីធម្មជាតិដែរបកយូរស្បែកយើងស្ដើងហើយអញ្ចឹងសូមផ្ដាំផ្ញើជាពិសេសយុវវ័យដែលចូលចិត្តប្រើផលិតផលផ្សេងដែលមិនមានក្បួនច្បាប់ត្រឹមត្រូវពីព្រោះផលិតផលដែលប្រើប្រាស់នៅលើស្បែកក្បាលស្បែកមនុស្សយើងគឺត្រូវមានអសតការីដែលរៀនយ៉ាងតិចក៏8 ទៅ 10 ឆ្នាំដែរទើបអាចផលិតបានប៉ុន្តែតាមខ្ញុំក៏សម្គាល់មាន
អ្នកលាយលេលាយអីហ្នឹងច្រើនណាស់ដែលមិនដែលបានចូលរៀនពេទ្យសំបីតែមួយថ្ងៃហើយគាត់លាយកាច់ថ្នាំពេទ្យផងស្អីផងយកមកឲ្យប្រជាជនយើងជាពិសេសយុវវ័យយើងដែលចូលចិត្តលេងខ្លួនហ្នឹងគាត់ចង់សលឿនអញ្ចឹងអ្នកខ្លះសគ្រាន់តែពីព្រឹកសល្ងាចអាចស្លាប់ដែរវាពុលខ្លាំងពេកបាទចាអរគុណច្រើនដល់លោកវិជ្ជាបណ្ឌិតដែលបានចូលរួមនៅក្នុងកម្មវិធីរបស់យើងសង្ឃឹមថាមិនបាត់យុវវ័យក៏ដូចជាប្រិយមិត្តយើងទទួលបាននូវចំណេះដឹងបន្ថែមតាក់ទងធ្វើយ៉ាងណាឲ្យសុខភាពស្បែកក្បាលមានសុខភាពល្អហើយយើងបានមកដល់ទីបញ្ចប់នៃកម្មវិធីហើយនេះខ្ញុំក៏អរគុណដល់ UN Foundation ដែលបានឧបត្ថម្ភកម្មវិធីរបស់យើងនឹងជួបគ្នានៅប្រធានបទជាក្រោយបន្តទៀតនៅពេលនេះខ្ញុំសុបិនវាគ្មិននឹងសហការីសូមអរគុណសូមជម្រាបលាចាដើម្បី download កម្មវិធី Podbean